សូមជម្រាបសួរក៏ដូចជាសួស្តីសិស្សានុសិស្សថ្នាក់ទី12ទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាថ្ងៃទី27ខែមិថុនាឆ្នាំ2026ហើយថ្ងៃនេះផងដែរខ្ញុំមានលំហាត់សម្រាប់ចែករំលែកដល់បងប្អូនទី12ទាំងអស់គ្នាក្នុងការអនុវត្តដើម្បីបានជាជំនួយជួយឲ្យបងប្អូននៅក្នុងការប្រឡងបានដឹងខ្លះមុននឹងការប្រឡងចាប់ផ្ដើមនាពេលខាងមុខនេះបាទថ្ងៃនេះយើងនឹងរៀនលំហាត់បាទរៀនលំហាត់តទៅជាមួយនឹង part 2 part 2នេះ languages មានចំនួន14បន្ទុកបាទមាន14បន្ទុកគេឲ្យយើង matching the sentence ដែលជាប្រភេទសំណួរតែងតែមាននៅក្នុងការប្រឡងបាក់ឌុបបាទអូខេសូមមុននឹងឈានដល់ការអនុវត្តលំហាត់ខ្ញុំបាទសូមចែករំលែកតទៅជាមួយនឹង3ជំហានងាយបាទ3ជំហានងាយទី1គឺបងប្អូនទាំងអស់គ្នាត្រូវអានប្រយោគក្នុងផ្នែក A បាទនៅក្នុងផ្នែក A នេះហើយយល់ពីអត្ថន័យទី2គឺត្រូវយល់ពីអត្ថន័យហើយទី3ជ្រើសរើសចម្លើយដែលសមបំផុតនៅក្នុងផ្នែក B ហើយចំណាំកុំបកប្រែពាក្យម្ដងមួយត្រូវគិតថាកំពុងសន្ទនាជាក់ស្ដែងបាទអញ្ចឹងនៅក្នុង part 2 នេះlanguages មាន14បន្ទុក match the parts of the sentences in section B with the most suitable ones in section section B the first one has been done as an example បាទនៅក្នុងលេខលំហាត់ទី1 Do you know what time is it ចឹងគេឲ្យចម្លើយរួចជាការស្រេចហើយគឺចម្លើយ C បាទគេឲ្យចម្លើយបងអូនស្រាប់ហើយគឺចម្លើយ C Sorry I haven't got a watch អូខេបាទគេសួរម៉ោងគេសួរតទៅជាមួយនឹងម៉ោងយើងអត់មាន watch អូខេសំណួរទី2បាទចូលសំណួរទី2សំណួរទី2នេះIt was an animal's house តើ animals មានន័យថាម៉េចបងអូនត្រូវយល់ពី animals ហ្នឹងពាក្យមួយហ្នឹងថាតើ animals មានន័យថាដូចម្ដេច animals យើងបកប្រែថាធំខ្លាំងបាទធំខ្លាំងអញ្ចឹងចម្លើយសំទោសចម្លើយដែលត្រឹមត្រូវគឺចម្លើយមួយណាគិតថាជាចម្លើយដែលត្រឹមត្រូវបាទនៅក្នុងលំហាត់ទី2នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ F អូខេយើងសរសេរមកនៅក្នុង answer sheet មាន answer sheet ស្រាប់អូនសរសេរចម្លើយដាក់មកអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ F It looked like a castle It was an animal's house ផ្ទះហ្នឹងគឺវាធំខ្លាំងណាស់អញ្ចឹងវាមើលទៅហាក់ដូចជា castle អញ្ចឹងបាទលំហាត់ទី3 You look thirsty បើមិត្តរបស់អ្នកស្រីទឹកតើអ្នកនិយាយអ្វីអូខេបើសិនជាអ្នកណាម្នាក់និយាយឬក៏មិត្តភក្តិរបស់យើងស្រីទឹកយើងគិតអញ្ចឹងណាថាតើអ្នកនិយាយអ្វីបាទអូខេចម្លើយដែលត្រឹមត្រូវនៅក្នុងលំហាត់ទី3នេះគឺចម្លើយ H បាទចម្លើយ H You look thirsty perhaps I can get you some things to drink ឃើញទេមើល clue drink គឺផឹកទឹកអូខេចូលលំហាត់ទី4លំហាត់ទី4 It's a long ways to town It's a long ways to town អញ្ចឹងលំហាត់ទី4នេះ អូខេលំហាត់ទី4 It was a long ways to town អញ្ចឹងចម្លើយដែលត្រឹមត្រូវតើចម្លើយមួយណាជាចម្លើយដែលត្រឹមត្រូវបងប្អូនសាកគិតមើលតើចម្លើយមួយណាជាចម្លើយដែលត្រឹមត្រូវបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ A បាទចម្លើយដែលត្រឹមត្រូវរបស់លំហាត់ទី4គឺចម្លើយ A យើងសរសេរចម្លើយ A ដាក់ចូលក្នុង answer sheet មកអញ្ចឹង I can give you a lift sorry It was a long way to town answer I can give you a lift Alright, so now let's move to the question, the
exercise number 5 my hair is too long my hair is too long សក់របស់ខ្ញុំគឺវែងខ្លាំងណាស់អូខេតើគួរធ្វើយ៉ាងម៉េចបើសក់យើងវែងនោះយើងគិតមើលណាបាទអញ្ចឹងសម្រាប់លំហាត់ទី5ចម្លើយដែលត្រឹមត្រូវគឺចម្លើយ B បាទចម្លើយ B គឺជាចម្លើយដែលត្រឹមត្រូវ My hair is too long I need to get it cut ខ្ញុំចាំបាច់ត្រូវតែកាត់វាបាទចូលដល់លំហាត់ទី6 The kids are tired out The kids are tired out លំហាត់ទី6 The kids are tired out តើក្មេងៗនឹងធ្វើអ្វីបាទតើក្មេងៗនឹងធ្វើអ្វីយ៉ាពួកគេនឹងធ្វើអ្វីបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយលំហាត់ទី6នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ D ចឹងយើងសរសេរចម្លើយសំទោសយើងសរសេរចម្លើយ D ចូលមកបាទចម្លើយ D គឺជាចម្លើយដែលត្រឹមត្រូវបាទ move to the exercise number 7 it's hot in here it's hot សំទោស it's hot in here នៅទីនេះក្តៅបាទអញ្ចឹងបាទក្តៅតើចម្លើយមួយណាជាចម្លើយដែលត្រឹមត្រូវអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ E ចម្លើយ E គឺជាចម្លើយដែលត្រឹមត្រូវmove to the exercise number 8 they are playing really well បាទចុងក្រោយគេគឺស្រួលទេបាទអញ្ចឹងនៅសល់អីទី8ហ្នឹងគឺចម្លើយ G ចម្លើយ G គឺជាចម្លើយដែលត្រឹមត្រូវបាទអូខេឥឡូវយើងមកសង្ខេបសារជាថ្មីហើយនៅក្នុងវីដេអូនេះបាទយើងរៀនបច្ចេកទេសក្នុងការគូផ្គងប្រយោគហើយបងប្អូនថ្នាក់ទី12ទាំងអស់គ្នាចង់ចាំថាអានឲ្យយល់ន័យទី1អានឲ្យយល់ន័យទី2គិតពីស្ថានភាពទី3លុបចោលចម្លើយដែលមិនសមបាទហើយទី4កុំបញ្ញាពេកណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងមាន4ចំណុចនេះដែលត្រូវដែលបងប្អូនទាំងអស់គ្នាត្រូវចងចាំឥឡូវចម្លើយត្រឹមត្រូវលោកគ្រូសូមរំលឹកចម្លើយសារជាថ្មីបាទទី1គឺចម្លើយ C អូខេទី1គឺចម្លើយ C ទី2គឺចម្លើយ F ទី3ចម្លើយ H ទី4គឺចម្លើយ A ទី5គឺចម្លើយ B ទី6គឺចម្លើយ D ទី7គឺចម្លើយ A ទី8គឺចម្លើយ G បាទមានវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នា See you the next video goodbye